ខេត្តស្ទឹងត្រែងនិងខេត្តទាំង4នេះគឺគោលនយោបាយរបស់យើងក្នុងការធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រៀបចំផ្សេងៗដើម្បីសម្រួលដល់ហើយយើងចរចាបើកច្រកផ្សេងជាមួយប្រទេសជិតខាងដើម្បីធ្វើតំបន់សេដ្ឋកិច្ចពិសេសធ្វើពាណិជ្ជកម្មឲ្យបានស្រួលថ្ងៃក្រោយរាល់ទំនិញឆ្លងកាត់ទៅវិញទៅមកនឹងបានកាន់តែស្រួលបង្កើនភាពតាក់ទាញនៅទីនេះឆ្នាំទៅខ្ញុំបានប្រកាសមុននឹងផ្ទុះសង្គ្រាមជាមួយថៃនៅខែ7ដោយខែមេសាឆ្នាំ2025ខ្ញុំប្រកាសដាក់ចេញនៅកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃប្រជាជាតិកម្ពុជាឆ្នាំ2025-2028ដើម្បីជំរុញលើកទឹកចិត្តការវិនិយោគមកតំបន់នេះព្រោះមានហេដ្ឋារចនាសម្ព័ន្ធមានបរិស្ថានស្ថិរភាពអីល្អហើយគោលនយោបាយរួមរបស់យើងតាក់ទាញនៅប្រទេសយើងក៏មានគោលនយោបាយច្រើនប៉ុន្តែដើម្បីសម្រួលការតាក់ទាញមកខេត្តកម្ពុជាភាគឦសានរាជរដ្ឋាភិបាលក៏បានចេញគោលការណ៍ព្រោះកិច្ចការនេះខ្ញុំបានឲ្យសាកល្បងមួយនៅខេត្តព្រះសីហនុកម្មវិធីជំរុញការស្ដារឡើងវិញនៅខេត្តព្រះសីហនុពីឆ្នាំ2024ដោយរៀបចំក្រុមការងារពិសេសតែម្ដងការវិនិយោគមួយចំនួនត្រូវឆ្លងកាត់នីតិវិធីសុំ CDC សុំអីចឹងទៅឥឡូវរៀបចំក្រុមការងារមួយដឹកនាំដោយអាដាមហ៊ានសាហ៊ីបដើម្បីពិនិត្យដែលមានយន្តការអន្តរក្រសួងនៅក្នុងនោះហើយមានសិទ្ធិនៅក្នុងការជំរុញសម្រេចកម្រិតណាមួយដើម្បីរុញសម្រួលដល់ការអនុវត្តគម្រោងវិនិយោគអញ្ចឹងគម្រោងនេះបានដាក់ឲ្យទៅតាមរបាយការណ៍ដែលឆែកជាមួយអាដាមហ៊ានសាហ៊ីបក្រុមការងារនេះយើងមកដល់ម៉ោងនេះដូចមានបើគិតត្រឹមខែ7ហើយគម្រោងកម្មវិធីនេះគ្របដណ្ដប់ទៅលើវិស័យកសិកម្មកសិឧស្សាហកម្មនិងទេសចរណ៍យើងប្រើប្រាស់វិធានការគ្រប់គ្រងនិងជំរុញការវិនិយោគចំនួន3ទី1គឺវិធានការផ្នែកពន្ធដារនិងពន្ធគយអនុគ្រោះសម្រាប់លើកទឹកចិត្តអ្នកវិនិយោគកន្លែងនេះទី2ការផ្ដល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារបានន័យថាឲ្យខ្ចីលុយការប្រាក់ទាបដើម្បីវិនិយោគតែមកតំបន់នេះទេដើម្បីលើកទឹកចិត្តព្រោះកន្លែងនេះរៀងឆ្ងាយហើយតម្លៃដឹកជូនអីផ្សេងចំនួនដើម្បីឲ្យមកហើយទី3គឺការជួយកាត់បន្ថយថ្លៃដើមផលិតកម្មការសម្រួលនីតិវិធីនិងគ្រប់គ្រងសកម្មភាពវិនិយោគមិនដែរកុំឲ្យមាននីតិវិធីសុកស្មាញកុំឲ្យឆ្លងច្រើនជាន់ច្រើនជួងកសាបានឲ្យគណៈកម្មការនេះសម្រេចតែម្ដងក្រុមការងារនេះយើងខាត់ក្រុមការងារដើម្បីធ្វើ